ស្ដីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះគឺជាថ្ងៃដែល event skin Fat Cat នេះឲ្យយើង claim យកបានហើយហ្នឹងអញ្ចឹងប៉ុន្តែការ claim ហ្នឹងគឺវាមានប្រអប់ពីរដែលឲ្យយើងជ្រើសរើសអញ្ចឹងនៅពេលដែលយើងបាន level 35មកដល់កន្លែងនេះហើយអាកាសពណ៌ក្រហមនឹង35យើងវាឲ្យយើង claim កន្លែងនេះអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំបាន claim ហើយអញ្ចឹងវាចេញពណ៌ខ្មៅបែបនេះអញ្ចឹងមិនមែនយើង claim ឲ្យបានជាមួយនឹង skin នេះទេអញ្ចឹងវាមាន random skin ដូចជា epic មានអីចឹងទៅអញ្ចឹងនៅពេលយើង claim កន្លែងនេះហើយយើងត្រូវបើកប្រអប់នៅខាងក្រៅវិញកន្លែង inventory កន្លែងនេះយើងចូល inventory មកនេះប្រអប់ដែលយើងបាន claim ពីកន្លែងមិញហ្នឹងតោះមកយើងចុចយកមកអញ្ចឹងមកដល់កន្លែងនេះគឺជាកន្លែងដែលសំខាន់ដែលយើងត្រូវបើកយក skin Savannah Fat Cat ហ្នឹងអញ្ចឹងយើងមើលអក្សរខាងក្រោមនេះអញ្ចឹងខាងក្រោមនេះវាដាក់ថា male skin អញ្ចឹង male skin ហ្នឹងគឺជា skin របស់ Savannah ហ្នឹងហើយអញ្ចឹងបន្ទាប់មកប្រអប់ខាងនេះហ្នឹងវាដាក់ថា random epic skin អញ្ចឹងកន្លែងហ្នឹងបើសិនជាយើងរកយកប្រអប់កន្លែងហ្នឹងខាងនេះប្រអប់មួយនេះបើសិនជាយើងចុចយកប្រអប់មួយនេះអញ្ចឹងវាអត់មានបាន skin Savannah ទេអញ្ចឹងយើងចង់បាន skin Savannah ហ្នឹងគឺយើងត្រូវយកប្រអប់ខាងនេះអញ្ចឹងយើងចុចបូកហើយមកនេះវាចេញលេខ1បែបនេះបន្ទាប់មកយើងចុច confirm មកនេះកន្លែងនេះបន្ទាប់មកនេះវាបានប្រអប់អញ្ចឹងមួយទៀតអញ្ចឹងហើយយើងចុចយក now មកនេះកន្លែងនេះអញ្ចឹងចុច OK មកអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបញ្ជាក់ម្ដងទៀតបងប្អូនអ្នកគ្នាត្រូវតែជ្រើសរើសឲ្យបានត្រឹមត្រូវបើមិនអញ្ចឹងគឺយើងមិនអាចទទួលបាន skin នឹងទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាយបាយ